សម្ព័ន្ធភាពនៃរដ្ឋនិងដែនដីស្វ័យចាត់ចំនួន25របស់សហរដ្ឋអាមេរិកបានដាក់ពាក្យប្តឹងកាលពីថ្ងៃច័ន្ទទី3ខែសីហាទៅតុលាការពាណិជ្ជកម្មអន្តរជាតិនៃសហរដ្ឋអាមេរិកដើម្បីរារាំងការប៉ងប្រព្រឹត្តចុងក្រោយបង្អស់របស់លោកដូណាល់ត្រាំក្នុងការដាក់ពន្ធគយសកលអត្រាពី10ទៅ 12.5% ពាក្យបណ្ដឹងនោះបានចោទប្រកាន់ថាការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រើប្រាស់ការស៊ើបអង្កេតលើរឿងពលកម្មដោយបង្ខំនៅទូទាំងពិភពលោកធ្វើជាហេតុផលផ្នែកច្បាប់ដើម្បីដាក់របាំងពាណិជ្ជកម្មឡើងវិញជារបាំងពាណិជ្ជកម្មដែលធ្លាប់ត្រូវបានទាត់ចោលដោយតុលាការសហព័ន្ធកាលពីពេលមុនចំណែកឯសេដ្ឋវិមានអាមេរិកបានបដិសេធការប្តឹងតវ៉ាផ្លូវច្បាប់របស់សម្ព័ន្ធភាពនៃរដ្ឋទាំងនេះដោយអះអាងថារដ្ឋបាលអាមេរិកកំពុងអនុវត្តតាមសិទ្ធិដែលមានចែងនៅក្នុងច្បាប់ជប៉ុនបាននឹងកំពុងបង្កើនការចំណាយលើវិស័យយោធានិងកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងតំបន់អាស៊ីរួចទៅហើយដោយបានពង្រាយប្រព័ន្ធមីស៊ីលទៅកាន់កោះឆ្ងាយៗហើយឈានទៅរកសមត្ថភាពវិបកវិញនិងបន្ធូរបន្ថយបទបញ្ញត្តិស្តីពីការនាំចេញអាវុធទៀតផងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោកស៊ីនជីរ៉ូគូអ៊ីស៊ូមីបានលើកឡើងនៅក្នុងអារម្មណ៍កថានៃសៀវភៅការពារជាតិប្រចាំឆ្នាំថាវាជារឿងចាំបាច់បំផុតដែលជប៉ុនត្រូវពង្រឹងនិងផ្លាស់ប្ដូរសមត្ថភាពការពារជាតិរបស់ខ្លួនបន្ថែមទៀតដោយផ្អែកលើស្មារតីប្រុងប្រយ័ត្ននិងការយល់ឃើញពីវិបត្តិយ៉ាងក្រៃលែងជាងពេលណាៗទាំងអស់ប្រទេសចិនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលខ្លួនមើលឃើញថាជាការវិលត្រឡប់ទៅរកលទ្ធិយោធានិយមថ្មីរបស់ជប៉ុនខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់ទៅប្រទេសឥណ្ឌូនេស៊ីនិងប្រទេសថៃកាលពីថ្ងៃច័ន្ទទី3ខែសីហាបានព្រមព្រៀងគ្នាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ទៅ$20,000 លានអាមេរិកត្រឹមឆ្នាំ2030និងបានអនុម័តផែនទីបង្ហាញផ្លូវសម្រាប់ដៃគូយុទ្ធសាស្ត្រថ្មីមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនកាសែត Jakarta Global បានរាយការណ៍ថាកិច្ចព្រមព្រៀងនេះបានសម្រេចឡើងនៅក្នុងអំឡុងពេលនៃជំនួបពិភាក្សានៅទីក្រុង Jakarta រវាងនាយករដ្ឋមន្ត្រីថៃលោកអនុធីន ឆានវិរៈគុណដែលកំពុងបំពេញទស្សនកិច្ចនិងប្រធាននាយកប្រទេសឥណ្ឌូនេស៊ីលោក Prabowo Subianto គូបញ្ជាក់ផងដែរថាទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថាទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងឥណ្ឌូនេស៊ីនិងថៃមានទំហំប្រហែល$17,000 លានក្នុងរយៈពេល3ឆ្នាំចុងក្រោយនេះរលកកម្ដៅបានបំបែកកំណត់ត្រាកំពុងតែគ្របដណ្ដប់លើឧបទ្វីបកូរ៉េដែលធ្វើឲ្យសីតុណ្ហភាពហក់ឡើងខ្ពស់នៅទូទាំងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងខណៈដែលអាជ្ញាធរបង្កើនវិធានការបន្ធូរបន្ថយគ្រោះអាសន្នធម្មជាតិនេះអ្នកព្យាករណ៍អាកាសធាតុបានឲ្យដឹងកាលពីម្សិលមិញថាកម្ដៅខ្លាំងក្លាដែលមិនធ្លាប់មានដែលពីមុនធ្លាប់តែកើតមាននៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូងបាននឹងកំពុងរីករាលដាលដល់តំបន់រដ្ឋធានីសេអ៊ូលនិងតំបន់ភាគខាងលិចផ្សេងទៀតនៃប្រទេសប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងក៏បានរាយការណ៍ដែរថាសីតុណ្ហភាពខិតជិតដល់40អង្សាសេនៅតាមផ្នែកខ្លះនៃប្រទេសហើយក៏ជាយប់ដែលក្តៅស្អុះស្អាប់បំផុតក្នុងរយៈពេល5ថ្ងៃជាប់ៗគ្នានៅក្នុងទីក្រុងព្យុងយ៉ាង